đây phải đóng sợ xe vậy phải đài anh nhớ đọc thời interview mà trên này anh anh sao á thầy chịu xui vậy cho cái mình cái style vậy chịu xui á anh nhóm pi bọn muốn hỏi cao muốn trôi cái Gen Z muốn đưa người đây à quay đài. Hi, I'm Kevin. I'm 27. I'm obviously Gen Z, and I major in IT. Trong số nhóm chung một thành lai nhóm chỉ generation Y hay sự major là nhómประจำนั่นคือใน test job សូមស្វាគមន៍នាងខ្ញុំម៉ាឡែនបច្ចុប្បន្នគឺជា graphic designer នៅក្នុងក្រុមហ៊ុនមួយហើយជា group Gen Z អញ្ចឹងសូមលាក់អាយុសិនចាំទាញនៅក្នុង comment ខាងក្រោមខ្ញុំឈ្មោះ Eden ឆ្នាំនេះមានអាយុ31ឆ្នាំហើយ Gen Y ហើយការងារសប្តាហ៍ទូនាទី digital marketing Yes, I know of pride parades. I've seen one across my street from my apartment back in abroad. សម្រាប់ខ្ញុំធ្លាប់ឮហើយនឹងធ្លាប់ចូលរួមកម្មវិធីបុណ្យ Pride នៅ factory នៅឆ្នាំមុនឆ្នាំ2025បុណ្យ Pride ធ្លាប់ចូលម្ដងជាមួយក្រុមការងារហើយជា first time ដែរធ្លាប់ឮដែរថាមានបុណ្យបែបអញ្ចឹងធ្លាប់ចូលរួមបានម្ដងជាមួយយូអែងសម្រាប់ខ្ញុំផ្ទាល់យល់ថាសម័យឥឡូវនេះជាសម័យគេហៅថាចុចចិត្តហៅថា Gen Z ជាសម័យមួយដែលរីកចម្រើនទៅមុខខាងបច្ចេកវិទ្យាហើយបើត្រឡប់មកវិញតកតងជាមួយនឹងផ្នែកបងដែលគាត់ស្រឡាញ់ភេទដូចគ្នាគឺរីកចម្រើនខ្លាំងមែនទែនហើយក៏ឃើញក្នុងសង្គមជាក់ស្ដែងគឺបើកចំហខ្លាំងសម្រាប់ផ្នែកគំនិតបងអូនផ្ទាល់យល់ថាវាមិនមែនជារឿងអាក្រក់ទេព្រោះដោយសារការស្រឡាញ់ភេទដូចគ្នាវាគឺជាអីដែលជាភាព unique របស់គាត់អញ្ចឹងសម្រាប់ខ្ញុំហ្មងគឺពិតជាសរសើរហើយសប្បាយចិត្តពួកគាត់មែនទែនដែលពួកគាត់ហ៊ានបើកបង្ហាញការពិតទាំងក្រុមគ្រួសារហើយនៅលើបណ្ដាញសង្គម proud ចំពោះជាមតិរបស់ខ្ញុំការកើនឡើងនៃអ្នកស្រឡាញ់ភេទដូចគ្នាហ្នឹងនៅក្នុងសង្គមខ្មែរបច្ចុប្បន្នហ្នឹងតាមពិតវាអាចជាបញ្ហាអីទេសកម្មភាពហ្នឹងពីមុនធ្លាប់មានប៉ុន្តែដោយសារឥឡូវគឺយើងមានថាការផ្ដល់តម្លៃទៅលើការស្រឡាញ់ភេទដូចគ្នាហ្នឹងទៅត្រូវបានសង្គមទទួលស្គាល់អញ្ចឹងហើយមិនដោយសារការទទួលស្គាល់ធ្វើឲ្យមនុស្សកើនឡើងទេប៉ុន្តែវាកើនឡើងហើយប៉ុន្តែដោយសារតែពីមុនវាអត់ទាន់បើកចំហដល់ឥឡូវមានការទទួលស្គាល់ច្រើនហើយខ្ញុំគិតថាការស្រឡាញ់ភេទដូចគ្នាមានកម្លាំងកើនឡើងហ្នឹងវាមានប៉ះពាល់សង្គមទេដោយសារតែវាគ្រាន់តែជាការស្រឡាញ់រវាងមនុស្សនិងមនុស្សវាអត់បានទៅជាបញ្ហាដែលបង្កើតសម្រាប់បញ្ហាសង្គមទេហើយក៏វាអត់ជាបង្កជាហានិភ័យអីសម្រាប់សង្គមដូចគ្នាព្រោះសារពួកគាត់គ្រាន់តែស្រឡាញ់ដូចគ្នាប៉ុន្តែការចូលរួមការងារសង្គមឬក៏ការងារដែលគាត់ធ្វើប្រចាំថ្ងៃហ្នឹងគឺនៅបន្តបានធម្មតាដូចមនុស្សទូទៅទេអត់ជាបញ្ហាចោលឬក៏ជាហានិភ័យសម្រាប់សង្គមYeah, there's been a lot of people coming out in Campo, and I think it's a good thing that they're showing their true self. And I don't think like being gay, bi, queer, lesbian is a bad for society. ធ្លាប់មានមិត្តភក្តិមានបងប្អូនហើយការបង្ហាញចេញធម្មតាឃើញធម្មតាសម្រាប់ខ្ញុំធ្លាប់ស្គាល់អ្នកដែលគាត់ស្រឡាញ់ភេទដូចគ្នាគាត់ជាមិត្តភក្តិហើយខ្ញុំដឹងពីគាត់ហ្នឹងទីមួយដោយសារតែគាត់ភក្តិហើយយើងសង្កេតមើលសកម្មភាពហើយឬក៏គាត់មានដៃគូតំណែងហ្នឹងគឺភេទដូចគ្នា Yes, I have a couple friends and my sister is a lesbian, so and I knew from the way she acted and she also told me that she liked girls. So, and I have another friend. He is not as like feminine as other gay men, but he has openly said that he liked men. បើសម្រាប់គ្រួសារដូចជាអត់មានទេប៉ុន្តែមិត្តភ័ក្តិក៏ដូចជាក្រុមការងារមានពេលឮបែបហ្នឹងទៅដូចជាអត់មានផ្នត់គំនិតអីដល់ភ្ញាក់ផ្អើលអីទេព្រោះជារឿងសាមញ្ញព្រោះខ្ញុំក៏ជាចំណោម Gen Z ម្នាក់ដែរអញ្ចឹង open ខ្លាំងមែនតើហើយសប្បាយចិត្តពេលដែលជួបពួកគាត់មិនថាមិត្តភ័ក្តិឬក្រុមការងារទេពិតជាសប្បាយចិត្តហើយដោយសារតែពួកគាត់នៅក្បែរពួកគាត់ធ្វើឲ្យយើងសើចរហូតឡើងចេញជ្រួញសប្បាយ បើតាមសង្គមជាក់ស្ដែងសម្រាប់ការសង្កេតរបស់ខ្ញុំមួយជ្រុងខ្ញុំនៅមើលឃើញថានៅមានកម្រិតនៅឡើយនៅមានមនុស្សមួយចំនួនប្រកាន់យកផ្នត់គំនិតបែប
bồ rànគាត់អត់តន់បើកចំហពេញទំហឹងដូចនៅប៉ែកអឺរ៉ុបឬក៏ប្រទេសផ្សេងៗទេអញ្ចឹងនៅមានផ្នត់គំនិតមួយចំនួនដែលគាត់មិនគ្រប់គ្រងប្រភេទអ្នកដែលស្រឡាញ់ភេទដូចគ្នាមនុស្សមួយចំនួនទៀតក៏និយាយថាវាធ្វើឲ្យសង្គមអាប់អោនហើយមិនគ្រប់គ្រងទៅលើតាក់ទងជាមួយនឹងការបណ្ដុះបណ្ដាលធនធានមនុស្សឬក៏ការបន្តពូជអីផ្សេងៗប៉ុន្តែបើត្រឡប់មកខ្ញុំវិញវាគ្រាន់តែជាផ្នត់គំនិតមួយជ្រុងហើយខ្ញុំគិតថាវាអត់ប៉ះពាល់អីទៅដល់សង្គមទេប្រសិនបើពួកគាត់ស្រឡាញ់គ្នាពិតប្រាកដហើយពួកគាត់ចូលរួមជាចំណែកមួយនៅក្នុងសង្គមសម្រាប់ខ្ញុំឃើញការរើសអើងនៅមានការឡើងប៉ុន្តែវាអត់មានចំនួនច្រើនណាដោយសារតែខ្ញុំគិតថាដោយសារតែគាត់មានមនុស្សជំនាន់មុនឬក៏មនុស្សចាស់ដែលគាត់មិនទាន់បានយល់ដឹងអំពីបញ្ហានឹងច្រើនអញ្ចឹងគាត់នៅឃើញក្មេងៗជំនាន់ក្រោយហ្នឹងស្រឡាញ់ភេទដូចគ្នាហ្នឹងគាត់ពេលខ្លះគាត់នឹងមានអារម្មណ៍ថាវាផ្ទុយពីធម្មជាតិសង្កេតមើលឥឡូវដូចជាអត់សូវមានការរើសអើងច្រើនដូចកាលពីមុនទេបើកាលពីមុនរៀងរើសអើងច្រើនឥឡូវអាចនិយាយបានថាមនុស្សមួយចំនួនយល់ដឹងច្បាស់ពីបញ្ហា Yeah, in Cambodia there's still many like people that doesn't like gay or queer people, especially like older people, and I think like it's just different in generation, and it's hard for them to accept that people can like men can love men or girls can love girls. It's normal. និយាយទៅក្នុងវីដេអូហ្នឹងចង់ផ្ដាំផ្ញើទៅដល់អ្នកទាំងអស់គ្នាឲ្យធ្វើអ្វីជាខ្លួនឯងប៉ុណ្ណឹងឯងតែធ្វើអីជាខ្លួនឯងកុំខ្វល់ My message is be yourself and express yourself so the world can see who you are. សារចុងក្រោយខ្ញុំសង្ឃឹមថាអ្នកដែលគាត់ស្រឡាញ់ភេទដូចគ្នាគឺគាត់ធ្វើអីបើកចំហធម្មតាទៅព្រោះដោយសារសង្គមយើងបច្ចុប្បន្នគឺលែងមានការរើសអើងឬក៏មិនមានការរើសអើងអីទេតែឥឡូវមានថាមានអ្នកទទួលស្គាល់ការស្រឡាញ់ភេទដូចគ្នាអញ្ចឹងខ្ញុំសង្ឃឹមថាការស្រឡាញ់គ្នាប៉ុន្តែសម្រាប់ចង់និយាយថាស្រឡាញ់គ្នាប៉ុន្តែយើងចង់និយាយថាយើងត្រូវការពាររវាងដៃគូទាំងសងខាងដើម្បីយើងស្រឡាញ់គ្នាប៉ុន្តែកុំបង្កជាហានិភ័យឬបញ្ហាដល់សង្គមអរគុណសម្រាប់ខ្ញុំពិតជាស្រឡាញ់ពួកគាត់ហើយក៏អត់សប្បាយចិត្តមែនតើពួកគាត់ធ្វើខ្ញុំសោយឡើងចេញជ្រួញហើយជាចុងក្រោយអរគុណសម្រាប់បងដែលស្រឡាញ់ភេទដូចគ្នាហើយក៏មានមោទនភាពចំពោះបងដែលហ៊ានបើកបង្ហាញការពិតនៃខ្លួនឯងហើយខ្ញុំគាំទ្រចំពោះទង្វើល្អៗដែលបងបានធ្វើបងពិតជាអស្ចារ្យក្លាហានមែនទែនសង្គមមួយនេះនៅតែមានជ្រុងមួយសម្រាប់បងអរគុណបាយ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 ម៉ាក់ធ្វើម៉េចម៉ាក់ឥឡូវកូន I love you ម៉ា